ក្មេងពីណាមកនេះកុំមកប៉ះឡានផ្ដេសផ្ដាសលោកពូលុយលោកពូជ្រុះលោកលូនេះជារបស់លោកមែនទេលុយច្រើនម្លេះចុះហេតុអ្វីបានជាក្មួយមិនយកទៅលោកតាខ្ញុំប្រាប់ថារបស់មិនមែនជារបស់ខ្លួនទោះឃ្លានខ្លាំងយ៉ាងណាក៏មិនអាចយកដែរយកទៅចុះពូឲ្យរង្វាន់ក្មួយទៅទិញអីហូបចុះលោកពូខ្ញុំមិនយកលុយទេបើមិនយកលុយចុះក្មួយចង់បានអ្វីលោកពូដប់ទឹកទៅទេដែលលោកពូផឹកអស់ហើយតើអាចឲ្យខ្ញុំបានទេឲ្យលុយ$100មិនយកតែជាចង់បាន10ទេ11លក់បានលុយតិចតួចដែរបើខ្ញុំរើបានច្រើនខ្ញុំអាចទិញថ្នាំបញ្ចុះកម្ដៅឲ្យប្អូនស្រីបាននាងគ្រុនក្ដៅពេញមួយថ្ងៃហើយលោកតាក៏វិលមុខគ្មានកម្លាំងកំហែងដែរពួកយើងមិនបានហូបអីមួយថ្ងៃមកហើយចុះឪពុកម្ដាយក្មួយទៅណាអស់ហើយប្អូនស្រីគ្រុនក្ដៅហេតុអ្វីគ្មានអ្នកមើលថែប៉ាខ្ញុំលេងល្បែងហើយរត់ចោលបាត់ទៅចំណែកម៉ាក់ក៏ស្លាប់យូរហើយយាយថាពួកយើងជាបន្ទុកក៏ដេញខ្ញុំប្អូនស្រីនិងលោកតាឲ្យចេញមកក្រៅឥឡូវពួកគាត់នៅណានៅកន្លែងសម្រាប់ក្រោមស្ពាននាំពូទៅទីនោះទៅមិនបាច់ទេលោកពូពួកយើងមិនចង់រំខានលោកពូទេក្មួយគ្រាន់តែឲ្យដប់មកខ្ញុំក៏បានហើយក្មេងកំពុងគ្រុនក្ដៅមនុស្សចាស់កំពុងវិលមុខនេះមិនមែនជាការរំខានទេនាំផ្លូវទៅທางបងប្រុសមកវិញហើយបងប្រុសបងមិនឃ្លានទេអូនញ៉ាំទៅបងមិនឃ្លានទេបងក៏ត្រូវញ៉ាំដែរម្សិលមិញបងក៏អត់បានញ៉ាំដែរបងញ៉ាំរួចហើយលោកម្ចាស់ក្មេងវានៅតូចមិនដឹងអីកុំប្រកាន់វាអីណាវាអត់បានលួចរបស់លោកទេវាអត់បានលួចពិតមែនទេវាគ្រាន់តែចង់រើដប់យកទៅលក់ទិញថ្នាំឲ្យប្អូនស្រីតែប៉ុណ្ណោះពួកខ្ញុំមិនមែនមកបន្ទោសគេទេខ្ញុំមកជួយពួកអ្នកទាំងអស់គ្នាទេមិនបានទេលោកមិនបានទេយើងមិនអាចទទួលយកទឹកចិត្តដ៏ធំធេងបែបនេះដោយឥតហេតុឡើយក្មេងក្តៅខ្លួនខ្លាំងបែបនេះហើយពូក៏វិលមុខអស់កម្លាំងដែរទុកទៅទៀតមិនបានទេពូឆេនគ្រឿងអលង្ការនេះពូបានមកពីណានេះគឺជាអ្វីដែលក្មេងប្រុសម្នាក់បានទុកឲ្យខ្ញុំកាលពី20ឆ្នាំមុនក្មេងប្រុសម្នាក់ណារដូវរងានៅឆ្នាំនោះខ្ញុំលក់បបរនៅក្រោយស្ថានីយ៍យល់ភ្លើងមានក្មេងប្រុសម្នាក់ត្រូវបានគេចាប់ពង្រត់ក្រោយពេលរត់រួចក៏ដួលសន្លប់ដោយសារឃ្លាននៅក្បែរតុខ្ញុំឃើញវាគួរឲ្យអាណិតក៏ដាំបបរក្តៅឲ្យវាហូបមួយចានហើយក៏លាក់វានៅក្រោយរទេះរុញពេលក្រោយមកប៉ូលីសក៏មកដល់មុនពេលទៅវាបានឲ្យរបស់នេះមកខ្ញុំវាប្រាប់ថាបើវាធំឡើងនឹងត្រឡប់មកវិញដើម្បីសងគុណតែក្មេងម្នាក់នោះឈ្មោះលូឆឹងឈួនលូឆេងឈួនមែនទេមិនក៏អ្នកដឹងលោកពូឈឺនេះជាក្មួយផ្ទាល់ក្មួយគឺជាក្មេងដែលលោកពូធ្លាប់ជួយសង្គ្រោះកាលពីពេលនោះឯងគឺស៊ីវឈួនមែនទេបាត់ក្មួយតាមរកលោកពូអស់20ឆ្នាំហើយលោកពូតើជីតារបស់ខ្ញុំធ្លាប់ជួយសង្គ្រោះអ្នកមែនទេគឺជីតារបស់អញហើយដែលជួយជីវិតពូកុំអីកុំធ្វើបែបនេះឥឡូវឯងជាមនុស្សមានមុខមាត់ទៅហើយធ្វើម៉េចអាចមកក្រាបសំពះចាស់ជ្រាដូចពូបានលោកពូឈឿនចំពោះលោកពូវាប្រហែលគ្រាន់តែជាបបរមួយចានតែសម្រាប់ក្មួយវាគឺជួយជីវិតក្មួយទាំងមូលកាលនោះឃើញឯងគួរឲ្យអាណិតឯណានឹងហ៊ានរំពឹងចង់បានការតបស្នងលោកពូមិនបានគិតចង់ឲ្យក្មួយតបស្នងក៏ដោយតែចិត្តសប្បុរសរបស់លោកពូក្មួយមិនអាចភ្លេចបានទេវាជាភារកិច្ចរបស់ពូទេហ្វាញឈឺឆាប់នាំគ្រូពេទ្យមកទីនេះហើយរៀបចំបកខាប់ខោអាវស្អាតនិងរថយន្តមួយគ្រឿងតាក់ទងទៅផ្នែកកុមារនិងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្មេងកំពុងគ្រុនក្តៅមនុស្សចាស់កំពុងវិលមុខចាំមិនបានទៀតទេនាងឈៀវខ្ញុំរកឃើញអ្នកមានគុណដែលធ្លាប់ជួយសង្គ្រោះខ្ញុំហើយគាត់នៅកន្លែងសម្រាប់ក្បែរស្ពានស្ថានភាពមិនសូវល្អទេអញមកឲ្យលឿនឡើងលោកពូក្មួយមិនអាចរំខានលុយកាក់របស់លោកពូឥតប្រយោជន៍ទេថ្ងៃក្រោយពេលក្មួយធំឡើងក្មួយនឹងសងវិញបន្តិចម្ដងអ្វីដែលឯងត្រូវធ្វើពេលនេះមិនមែនការសងប្រាក់ទេគឺដើម្បីឲ្យប្អូនស្រីស្រកក្តៅឲ្យជីតាបានធូរស្បើយឡើងវិញរួចត្រឡប់ទៅរៀនវិញខ្ញុំលែងរៀនហើយហេតុអ្វីមិនរៀនបើខ្ញុំមិនរៀនប្អូនស្រីនិងជីតានឹងបានញ៉ាំច្រើនជាងនេះទាំងអស់នេះគឺព្រោះតែខ្ញុំមិនអាចការពារក្មេងបានហាអ្នកដែលគួរតែអៀនខ្មាស់មិនមែនជាអ្នកទេគឺជាពួកមនុស្សដែលមានដៃមានជើងស្រួលបួលតែបែរជាបៀតបៀនមនុស្សចាស់និងក្មេងរហូតគ្មានផ្លូវទៅនាងជានេះគឺពូចិនបើគ្មានគាត់កាលពីមុនក៏គ្មានខ្ញុំនៅថ្ងៃនេះដែរពូចិនពូកុំទាន់បង្ខំខ្លួនឯងពិសាវាបន្តិចទៅឲ្យក្តៅខ្លួនគ្រូពេទ្យនឹងមកដល់ភ្លាមនេះហើយកុំអីខ្ញុំជាមនុស្សចាស់ទៅហើយមិននឹកស្មានថាអ្នកទាំងពីរខ្វាយខ្វល់ដល់ថ្នាក់នេះសោះកាលនោះពូបានជួយជីវិតឆេងឈួនពូធ្លាប់ការពារគាត់ឥឡូវដល់វេនពូយើងទាំងពីរអ្នកការពារពូនិងក្មេងវិញម្ដងតែនេះមិនល្វីងទេបែរជាស្រួលពិសាទៅវិញមានរសជាតិផ្អែមបន្តិចទៀតផងពិសាអ្វីដែលក្តៅឲ្យកក់ក្តៅរាងកាយសិនទៅចាំគ្រូពេទ្យពិនិត្យរួចយើងនឹងព្យាបាលតាមក្រោយមីងតែជីតានឹងជាសះស្បើយមែនទេពិតមែនហើយក្មួយក៏នឹងជាសះស្បើយដែរទៅមុខទៀតក្មួយមិនចាំបាច់ភ័យខ្លាចអ្វីទៀតទេល្អណាស់តើបានជាមករកពួកឯងមិនឃើញដែលពិតជាមកពឹងផ្អែកលើអ្នកមានសោះហាអ្នកមកធ្វើអ្វីខ្ញុំជាឪពុករបស់ឯងសួរថាខ្ញុំមកធ្វើអ្វីតាមខ្ញុំទៅចិនជាងហូពេលក្មេងក្តៅខ្លួនឯងនៅណាពេលពួកយើងត្រូវគេដេញចេញឯងនៅណាពេលវាឃ្លានយំអង្វរឯងនៅណាកុំយកពាក្យសម្ដីទាំងនេះមកគៀបសង្កត់ខ្ញុំចិញ្ចឹមពួកគេប៉ុន្មានឆ្នាំមកនេះមិនអាចទារថ្លៃហត់នឿយខ្លះទេឥឡូវអ្នកមានចង់ធ្វើជាមនុស្សល្អក៏អាចយកលុយមកដោះដូរបានដែរតើអ្នកចង់បានប៉ុន្មានក្មេងម្នាក់5សែនក្មេង2នាក់1លានបើពួកអ្នកចង់យកចាស់នេះទៅជាមួយដែរថែម2សែនទៀតបើមិនឲ្យលុយកុំសង្ឃឹមថានឹងបានធ្វើជាមនុស្សល្អអ្នកមិនមែនជាប៉ារបស់ខ្ញុំទេប្អូនស្រីខ្ញុំគ្រុនក្តៅយំមិនឈប់ខ្ញុំទូរស័ព្ទប្រាប់អ្នកបែរជាប្រាប់ថាទូងាប់ក៏កុំតាក់ទងអ្នកដែរអាពូជកូនឆ្កែនេះហ៊ានទៅមកជាមួយអញទៀតឬ
anh hiênប៉ះគាត់មួយដៃសាកមើលអញជាអ្នកណារឿងគ្រួសារអញមិនបាច់សេះទេខ្ញុំគឺជាអ្នកដែលនឹងត្រូវដោះស្រាយរឿងនេះឲ្យដល់ទីបំផុតនៅថ្ងៃនេះលោកនាយកលូខ្ញុំពិនិត្យច្បាស់ហើយមុនពេលម្ដាយក្មេងស្លាប់គាត់បានបន្សល់ទុកប្រាក់ធានារ៉ាប់រងនិងប្រាក់សន្សំមួយចំនួនដែលតាមពិតត្រូវទុកសម្រាប់ចិញ្ចឹមក្មេងទាំងពីរនិងទុកសម្រាប់មនុស្សចាស់ប៉ុន្តែលុយទាំងអស់នេះត្រូវបានឈានជូនកនិងម្ដាយគាត់ដកយកអស់ទៅហើយគុំនិយាយរឿងឥតប្រយោជន៍កាលពីកន្លះខែមុនក៏ជាគាត់ផ្ទាល់ដែរដែលដេញមនុស្សចាស់និងក្មេងចេញពីផ្ទះអ្នកជិតខាងសុទ្ធតែមានសម្លេងនិងវីដេអូដែលសុកចិត្តធ្វើជាសាក្សីបើអ្នកចង់បានលុយត្រូវតែបញ្ចេញប្រាក់ធានារ៉ាប់រងដែលអ្នកបានលេបត្របាក់ប៉ុន្មានឆ្នាំនេះមកវិញទាំងប្រាក់សន្សំនិងថ្លៃចិញ្ចឹមត្រូវតែសងមកវិញឲ្យអស់មួយកាក់មួយសេងខ្ញុំជាប៉ាបង្កើតរបស់គេកូនរបស់ខ្ញុំចង់ធ្វើបាបយ៉ាងម៉េចក៏បានដែរប៉ាបង្កើតគេមិនមែនទុកឲ្យកូនគ្រុនក្តៅមិនខ្វល់ខ្វាយបែបនេះទេទុកឲ្យមនុស្សចាស់អត់ឃ្លានមិនសួរនាំឬគេថាមានអ្នកជួយទៅមករកលុយឯងមិនមែនមកយកកូនទេគឺឯងមកលក់កូននោះក៏ជារឿងក្នុងគ្រួសារខ្ញុំតើអ្នកមានសិទ្ធិអីមកច្បាមដោះស្រាយឈប់20ឆ្នាំមុនគាត់គឺជាអ្នកដែលធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំកាលនោះគាត់មិនបានសួរខ្ញុំទេថាខ្ញុំមានលុយឬអត់ក៏មិនបានសួរថាខ្ញុំអាចតបស្នងគាត់បាននៅពេលអនាគតដែរគាត់ដឹងត្រឹមតែថាក្មេងម្នាក់មិនអាចស្លាប់ដោយអត់ឃ្លាននៅតាមផ្លូវបានទេក្នុងនាមជាឪពុកបង្កើតតែបែរជាយកកូនមកធ្វើជាឈ្នន់រកលុយអ្នកមិនមានចិត្តមេត្តាដូចគេសំបីតែបន្តិចមេធាវីរបស់ខ្ញុំកំពុងមកដល់ហើយស្ថានភាពរបស់ក្មេងសុខភាពលោកពូឈឿននិងទីបន្ទាល់អ្នកជិតខាងព្រមទាំងប្រវត្តិជំពាក់បំណុលរបស់អ្នកប៉ុន្មានឆ្នាំនេះនឹងត្រូវដាក់បញ្ចូលក្នុងការវិតម្លៃអាណាព្យាបាលបើអ្នកនៅតែចង់យកក្មេងមកធ្វើជាអាជីវកម្មទៀតខ្ញុំនឹងធ្វើឲ្យអ្នកគ្មានសិទ្ធិសំបីតែខិតចិត្តពួកគេបើអញ្ចឹងខ្ញុំលែងខ្វល់ពីពួកគេទៀតហើយបានទេមិនមែនអ្នកលែងខ្វល់ទេគឺចាប់ពីថ្ងៃនេះទៅអ្នកគ្មានសិទ្ធិធ្វើបាបពួកគេទៀតឡើយរឿងបំណុលដែលអ្នកត្រូវសងអ្នកកិច្ចមិនរួចទេលោកឈឿនមេធាវីមកដល់ហើយអ្នកគួរតែនៅទីនេះដើម្បីសហការលោកពូយើងពិតជាមិនបាច់ទៅជាមួយគាត់ទៀតមែនទេមិនបាច់ទេពីនេះទៅមុខបើមានអ្នកណាហ៊ានយកពាក្យថាឪពុកបង្កើតមកគំរាមកូនទៀតពូនឹងមិនឲ្យវាបានសុខឡើយលោកពូចុះខ្ញុំអាចទៅរៀនថ្នាក់មត្តេយ្យឲ្យបានទេបានចុះខ្ញុំអាចទៅរៀនវិញបានទេបានក្មេងវ័យប៉ុណ្ណេះត្រូវស្ពីកាបូបទៅរៀនមិនមែនស្ពីបាបដាក់អីវ៉ាន់បែបនេះទេលោកលូអ្នកពិតជាពិបាកព្រោះពូយើងខ្លាំងណាស់លោកពូឈឿនពេលលោកជួយខ្ញុំកាលពីមុនក៏លោកមិនដែលត្អូញត្អែរដែរលោកពូឈឿនស្នាក់នៅបន្ទប់ជាន់ផ្ទាល់ដីដែលមានពន្លឺថ្ងៃគ្រប់គ្រាន់មិនចាំបាច់ឡើងជណ្ដើរងាយស្រួលហៅថ្ងៃស៊ីវយូនិងខាងស្នាក់នៅបន្ទប់ក្មេងជាន់ទី2ទៅរៀនទូខោអាវក្រែដេកខ្ញុំរៀបចំរួចរាល់អស់ហើយស៊ីវយូថ្ងៃស្អែកនឹងតាក់ទងសាលាឲ្យចូលរៀនវិញខាងសុខភាពល្អប្រសើរពេលណានឹងរៀបចំឲ្យចូលរៀនលោកលូខាងសាលារៀននិងមន្ទីរពេទ្យខ្ញុំបានតាក់ទងរួចរាល់ហើយមេធាវីក៏កំពុងដោះស្រាយរឿងវិតម្លៃអាណាព្យាបាលនិងទាមទារទ្រព្យសម្បត្តិមកវិញដែរដល់វ័យចំណាស់នេះហើយមិននឹកស្មានថាបានមករស់នៅក្នុងផ្ទះដ៏ភ្លឺស្វាងបែបនេះលោកត្រូវរងចាំមើលស៊ីវយូប្រឡងចប់សាកលវិទ្យាល័យទៅថ្ងៃមុខទៀតរងចាំមើលតាំងធំធាត់ឡើងជីវិតនៅវែងឆ្ងាយណាស់ពូឆេនទៅលោកមិនបាច់ខំប្រឹងរែកពុនតែម្នាក់ឯងទៀតទេនៅក្នុងផ្ទះនេះមានគេនឹករឹកលោកហើយលោកក៏មានគេមើលថែដែរក្មួយខំរៀនសូត្រទៅជីវិតទៅថ្ងៃមុខនឹងកាន់តែភ្លឺស្វាងឡើងចាស់លោកតាខ្ញុំត្រឡប់មកពីសាលារៀនវិញហើយបានមកវិញហើយឬកុំរត់លឿនពេកប្រយ័ត្នដួលលោកឆេនកាលពីមុនឃើញលោកហាក់គ្មានកម្លាំងកំហែងសោះថ្ងៃនេះមើលទៅស្វាហាប់ខុសប្លែកពីមុនណាស់ដកកង្វល់សម្រាប់អ្នកដែលមានឪពុកម្ដាយឬមានដៃគូនៅផ្ទះតែមួយកែវដ៏កក់ក្ដៅនិងការយកចិត្តទុកដាក់បន្តិចបន្តួចមានតម្លៃជាងអ្វីទាំងអស់រាងកាយជារីរបស់ខ្ញុំពីមុនមកគិតតែពីរឿងចិញ្ចឹមកូនទាំងពីរឲ្យធំឯណាហ៊ានរំពឹងថាមានអ្នកមកនឹកគិតដល់ខ្ញុំរាល់ថ្ងៃញ៉ាំតែនេះទៅលោកតាបន្ទាប់មកខ្ញុំនឹងមើលថែលោកតាឲ្យបានល្អលោកតាពិតជាមានសំណាងមែនពូឈិនតែឆុងរួចហើយលោកតាញ៉ាំពេលកំពុងក្ដៅចុះមួយជីវិតនេះខ្ញុំមិនខ្លាចការលំបាកទេខ្លាចតែខ្លាចកូនទាំងពីរអ្នកត្រូវមកវេទនាជាមួយខ្ញុំទៅមុខទៀតនឹងមិនមែនបែបនេះទេក្មេងនឹងមានអ្នកមើលថែឯពូក៏មានអ្នកនឹកគិតដែរលោកតាទៅមុខទៀតពូយើងសុទ្ធតែមានផ្ទះសម្បែងហើយមែនទេត្រូវហើយមានផ្ទះហើយពូទៅមុខទៀតខ្ញុំក៏ចង់ជួយអ្នកដែលត្រូវការជំនួយដែរចង់ចាំទុកណាមិនមែនតតែមានលុយទៅជួយគេបានទេគឺតតែចិត្តមានសេចក្តីល្អទៅចង់បើកភ្លើងឲ្យអ្នកដទៃដែរតែចិត្តល្អពិតជាមិនខាត់បងមែនឬចិត្តល្អប្រហែលជាត្រូវទទួលរងភាពយុត្តិធម៌ប្រហែលជាត្រូវគេយល់ច្រឡំឬប្រហែលជាមិនទទួលបានផលតបស្នងភ្លាមប៉ុន្តែដរាបណានៅលើโลกនេះនៅមានអ្នកចងចាំនៅមានអ្នកដែលសុខចិត្តលោកដៃជួយអំពើល្អនឹងមិនខាត់បងដោយឥតប្រយោជន៍ឡើយជីវិតមនុស្សរឿងដែលកំបោរបំផុតមិនមែនជាការមានទ្រព្យយូរអំណាចនោះទេគឺការដែលនៅរក្សាបាននូវសតិសម្ពញ្ញៈទោះបីស្ថិតក្នុងគ្រាលំបាកបំផុតក៏ដោយអំពើល្អប្រហែលជាអាចនឹងយឺតពេលតែវានឹងមិនខាត់បងឡើយបងប្អូនទាំងអស់គ្នាតើអ្នកគិតថាចិត្តល្អពិតជាមិនខាត់បងមែនទេ